បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីជួញដូរនិងប្រើប្រាស់នៅសារធាតុញៀនបន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសភ័ណ្ឌដឹកនាំដោយលោកវរៈស្នេហ៍ត្រីសុកលេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសភ័ណ្ឌបានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅចំណុចខាងកើតសួនដៃជោឈ្នះឈ្នះស្ថិតនៅក្នុងភូមិ3សង្កាត់ព្រះពន្លាក្រុងសិរីសភ័ណ្ឌឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ឈ្មោះគង់មករាភេទប្រុសអាយុ40ឆ្នាំជនជាតិខ្មែរមុខរបរកសិករបច្ចុប្បន្នរស់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យព្រមទាំងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន1ថង់កឹបទម្ងន់27ក្រាម10គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿងចំនួន1ថង់កឹបស្មើនឹង124គ្រាប់ទម្ងន់18ក្រាម79គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សកេតាមីនចំនួន3ថង់កឹបទម្ងន់38ក្រាម60រថយន្តចំនួន1គ្រឿងទូរស័ព្ទចំនួន2គ្រឿងរួមនឹងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធីលោកវរៈស្នេហ៍ត្រីសុកលេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសភ័ណ្ឌបានឲ្យដឹងថាក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីលក់ផងនិងទុកប្រើប្រាស់ផងហើយខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារចំនួន4ឆ្នាំម្ដងដែរពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនផងដែរដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីលោកវរៈស្នេហ៍តូព្រំថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមស្នេហ៍ត្រីបោនបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅរសៀលថ្ងៃទី15ខែសីហាឆ្នាំ2026ដើម្បីអនុវត្តតាមនីតិវិធីរដ្ឋបាលខណ្ឌ7មករានៅព្រឹកថ្ងៃទី17ខែសីហាឆ្នាំ2026បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនិងរៀបចំដាក់ប្រព័ន្ធលូថ្មីនៅចំណុចផ្សារសេរីភាពបណ្ដោយផ្លូវលេខ137ស្ថិតនៅក្នុងសង្កាត់វិលវងខណ្ឌ7មករារាជធានីភ្នំពេញដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រួលការធ្វើដំណើរនិងលើកកម្ពស់សោភ័ណភាពអនាម័យនិងបរិស្ថាននៅក្នុងតំបន់ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកណុបផាអភិបាលរងខណ្ឌ7មករាតំណាងលោកថេងសុថុលអភិបាលខណ្ឌ7មករាដោយមានការអញ្ជើញចូលរួមពីលោកសេងជីចៅសង្កាត់វិលវងលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ព្រមទាំងអាជីវករនៅផ្សារសេរីភាពក្នុងឱកាសនោះលោកណុបផាបានលើកឡើងថារាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានតែងតែអាចបង្កផលប៉ះពាល់មួយចំនួនដល់ការរស់នៅនិងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងអាជីវករជាពិសេសក្នុងអំឡុងពេលសាងសង់ដូច្នេះលោកបានស្នើឲ្យបងប្អូនអាជីវករមេត្តាយោគយល់និងអធ្យាស្រ័យចំពោះការរំខានដែលអាចកើតមានជាបណ្ដោះអាសន្នដើម្បីរួមចំណែកឲ្យគម្រោងអភិវឌ្ឍនេះអាចដំណើរការទៅដោយរលូនលោកអភិបាលរងខណ្ឌបានបន្ថែមថារដ្ឋបាលខណ្ឌ7មករាក៏បានណែនាំដល់ក្រុមហ៊ុនអ៊ុយសុភាព Construction ដែលទទួលបន្ទុកសាងសង់ឲ្យយកចិត្តទុកដាក់ខ្ពស់លើល្បឿននៃការអនុវត្តគម្រោងដោយត្រូវធ្វើយ៉ាងណាឲ្យការដ្ឋានដំណើរការបានឆាប់រហ័សតែទន្ទឹមនឹងនោះគុណភាពសំណង់ត្រូវតែជាចម្បងព្រមទាំងត្រូវរៀបចំការដ្ឋានឲ្យមានសុវត្ថិភាពនិងកាត់បន្ថយផលប៉ះពាល់ដល់ការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់គឺត្រូវកាយលូដាក់ភ្លាមលុបដីវិញភ្លាមលោកណុបផាក៏បានគូសបញ្ជាក់ថាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដែលកំពុងសាងសង់នេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឬជាកម្មសិទ្ធិរបស់អាជ្ញាធរនោះទេប៉ុន្តែជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋនិងអាជីវករទាំងអស់នៅក្នុងមូលដ្ឋានដូច្នេះបន្ទាប់ពីសាងសង់រួចរាល់លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករចូលរួមថែរក្សានិងប្រើប្រាស់ដោយមានការទទួលខុសត្រូវជាពិសេសការរក្សាអនាម័យសណ្ដាប់ធ្នាប់និងបរិស្ថាននៅតំបន់ជុំវិញផ្លូវនិងប្រព័ន្ធលូសូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវបេតុងថ្មីនេះមានប្រវែង218ម៉ែត្រទទឹង7ម៉ែត្រនិងរៀបចំដាក់ប្រព័ន្ធលូថ្មីមកកាត់8ទឹកការចាប់ផ្ដើមគម្រោងនេះត្រូវបានរំពឹងថានឹងរួមចំណែកធ្វើឲ្យស្ថានភាពផ្លូវនិងប្រព័ន្ធលូក្នុងតំបន់ផ្សារសេរីភាពកាន់តែប្រសើរសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូននិងការប្រកប
អាជីវកម្មរបស់ប្រជាពលរដ្ឋព្រមទាំងជួយលើកកម្ពស់សោភ័ណភាពសណ្ដាប់ធ្នាប់និងបរិស្ថានមូលដ្ឋានឲ្យកាន់តែមានភាពប្រសើរឡើង។